អាយ៉ាជីវិត3ឆ្នាំខ្លាចជាអ្នកនិពន្ធអូទេនិយាយលេងទៅនិពន្ធអីទៅសេកិច្ចតែងការបរៀនរាល់ថ្ងៃហ្នឹងណានេះយើងដែលខ្ញុំធ្វើកិច្ចតែងការបរៀនទៅសេរាល់ថ្ងៃ3ឆ្នាំហ្នឹងណាទៅសេរហូតអត់ចេះចប់ទេហើយឯកសារអីដែលត្រូវពាក់ព័ន្ធហ្នឹងគឺយកមកដាក់អស់សំខាន់ជាងគេសភៅពុំគ្រូសភៅវិធីសាស្ត្របរៀន IVL I do you do សហការធ្វើជំនួយថ្នាក់រៀនហ្នឹងភៅគ្រប់គ្រងសិស្សអីគឺយកមកអស់មកឲ្យដាក់ចិត្តខ្លួនពេលដែលត្រូវការក្នុងការទៅសេហ្នឹងគឺរឿងទាំងអស់ហ្នឹងគឺសំខាន់ចាំបាច់ជាងគេបំផុតសភៅហ្នឹងជួយយើងបានច្រើនពេលដែលយើងទៅសេទៅអាចឲ្យយើងបត់បែនទៅតាមភាពជាក់ស្ដែងដែលយើងសម័យក្នុងការបរៀនរបស់យើងត្រូវគ្រប់គ្រងសិស្សបែបណាក្នុងការដែលគាត់សហការគ្នាជាក្រុមជួយដល់ដំណើរការនៃការបរៀនរបស់យើងឲ្យទៅមុខបានរលូនចប់គ្រប់ជំហានទាំង5តែម្ដងហើយមួយវិញទៀតមិនយើងមានតែសភៅហ្នឹងយើងអាចសេបានរលូនបានល្អអីចឹងទេគឺយើងត្រូវមានលំនាំជាពិសេសគ្រូដែលទៅចេញថ្មីចឹងយើងត្រូវមើលលំនាំឲ្យបានច្រើនលំនាំរបស់លោកគ្រូអ្នកគ្រូជំនាន់មុនដែលគាត់បានចេញធ្វើការមានបទពិសោធន៍ច្រើនឆ្នាំហើយជួនកាលលំនាំទាំងអស់ហ្នឹងមាននៅតាមបណ្ដាញសង្គម Facebook អីនានាចឹងយើង search រកមើលហានរបៀបលំនាំរបស់គាត់ហ្នឹងឲ្យច្រើនឲ្យយល់ខ្ញុំចាំបានកាលខ្ញុំរៀននៅគ្រូសាស្ត្រលោកគ្រូនិយាយថាអត់មានលំនាំណាដែលត្រឹមត្រូវ 100% ទេគឺតាមបរិបទជាក់ស្ដែងដែលយើងរស់នៅពួកអ្នកខ្លះរស់នៅជនបទអ្នកខ្លះរស់នៅទីក្រុងអញ្ចឹងកិច្ចតែងការរបស់យើងគឺត្រូវសមស្របទៅតាមទីតាំងទីកន្លែងរបស់យើងនិងចំណុចដែលសំខាន់មួយទៀតគឺវត្ថុបំណងធ្វើម៉េចយើងសរសេរវត្ថុបំណងហ្នឹងឲ្យត្រឹមត្រូវច្បាស់លាស់សមស្របទៅនឹងដំណើរការនៃការបង្រៀននិងរៀនផងដែរ